ក៏ប៉ុន្តែយ៉ាងណាក៏ដោយសាច់រឿងគឺបានចប់ចំពោះភាពបន្តហ្នឹងគឺឃើញថាណាមីបានទៅជួបគ្នាជាមួយនឹងអ៊ូស៊ុបប៉ុន្តែដូចជាជួបជាមួយនឹងឧបសគ្គមួយចំនួនអញ្ចឹងចង់ដឹងថាឧបសគ្គនឹងមានអីគេខ្លះមានតែរងចាំមើលទស្សនាភាពបន្តនៅអាទិត្យក្រោយបាយបាយអ្នកទាំងអស់គ្នាជូនពរសំណាងល្អនិងសុខភាពល្អបាយបាយសាច់រឿងនៃភាគនេះគឺចាប់ផ្ដើមឡើងជាមួយនឹងណាមីបានភ្ញាក់អំពីសន្លប់នៅពេលដែលនាងភ្ញាក់ឡើងមកនាងនិយាយថានាងផឹកច្រើនហើយមែនទេបាននាងសន្លប់បែបហ្នឹងក្រោយមកណាមីនាងបានសម្លឹងមើលជុំវិញខ្លួននិងឆ្ងល់ដែរថាតើពេលនេះតើខ្លួននៅឯណាមិនក៏មិនមាននរណាម្នាក់នៅទីនេះសោះអញ្ចឹងហើយថាតើឥឡូវនេះអ្នកទាំងអស់គ្នាទៅណានាងបានចាំថាមុននេះបន្តិចនាងបានផឹកស្រាជាមួយនឹងមនុស្សគ្រប់គ្នាហើយបានឈែជាមួយនឹងពួកគេនិងសម្រាប់ជាមួយនឹងគ្នាអញ្ចឹងទៅក៏ប៉ុន្តែគិតមិនទាន់បានយូរទេគឺបានឃើញបិសាចមួយនៅពីក្រោយខ្នងណាមីបើកមាត់ធំយកតែម្ដងក្រោយមកគេគឺបានបង្ហាញដែរថាភាគនេះមានចំណងជើងថាណាមីនឹងដោះស្រាយអំពីបញ្ហាមួយដំណើរផ្សងព្រេងនៅក្នុង Block Kingdom ក្រោយមកសាច់រឿងគឺបានកាត់ទៅលើកោះរបស់ពួកមនុស្សយក្សដែលពួកមនុស្សយក្សហ្នឹងគឺសម្លឹងទៅមើលដើមឈើស័ក្តិសិទ្ធិរបស់ពួកគេដែលនៅពេលនេះកំពុងតែមានភ្លើងឆេះបណ្ដើរហើយក៏បានឃើញឃ្មុំមួយចំនួនពួកគេហ្នឹងរងទទួលឥទ្ធិពលអំពីការឆេះមួយនោះធ្លាក់ចុះមកខាងក្រោមនឹងដេកស្លាប់ថែមទៀតដែលធ្វើពួកមនុស្សយក្សនិយាយដែរថានេះគឺជាប្រផ្នូលមិនល្អនោះទេសម្រាប់ពួកគេចំណែកតែហ៊ានដតៃទៀតដែលបានមើលឃើញអំពីរឿងរ៉ាវទាំងហ្នឹងពួកគេក៏និយាយដែរថាមើលទៅនេះវាមិនមែនជារឿងដែលងាយដោះស្រាយនោះទេតើ Air God កំពុងតែខឹងហើយមែនទេហើយតើសត្វទន្សាយយក្សវានឹងចាក់ចេញមកដើម្បីធ្វើការវាប្រហារទៅកាន់ពួកគេឬអត់ពួកគេក៏និយាយបន្តទៀតថាប្រហែលជាត្រូវការឲ្យពួកគេនឹងធ្វើការរាយការណ៍ទៅកាន់ Sun God ហើយនៅពេលនេះនោះសាច់រឿងគឺបានកាត់ទៅដល់ប្រាសាទ Big City នៅនេះវិញដែលណាមីក៏កំពុងស្ថិតក្នុងប្រាសាទមួយនោះដែរហើយនៅពេលហ្នឹងណាមីគាត់ក៏បានបញ្ចេញស៊ូសចេញមកដុតជាមួយនឹងអាឃ្មុំដែលចង់វាប្រហារនាងនិយាយដែរថាស្អីគេឃ្មុំយាកចំពោះឯស៊ូសហ្នឹងគឺបានទៅនិយាយអារម្មណ៍សួស្ដីទៅកាន់ណាមីព្រមទាំងបានសួរទៅកាន់ណាមីទៀតថាតើពួកគេនៅពេលនេះហ្នឹងតើពួកគេនៅឯណាដែលណាមីបានតបទៅកាន់ស៊ូសវិញថាខ្ញុំក៏មិនដឹងដូចគ្នាណាស៊ូសតើពួកយើងនៅឯណាក៏មិនដឹងនោះទេប៉ុន្តែពួកយើងគួរតែស្វែងរកសំពៅរបស់ពួកយើងជាមុនសិនណាមួយវិញទៀតខ្ញុំគិតថានេះគ្រាន់តែជាសុបិនរបស់ពួកយើងតែប៉ុណ្ណោះក៏ប៉ុន្តែស៊ូសនិយាយដែរថាមើលទៅដូចជាប្រាសាទចំពោះណាមីនេះវិញពលអ៊ូតែម្នាក់ឯងថាអូខ្ញុំឈួតហើយពេលនេះខ្ញុំមិនចាំអីសំបីតែបន្តិចថាខ្ញុំនៅឯណាខ្ញុំធ្វើអីខ្លះមុននឹងបន្តិចស៊ូនឹងគឺចូលទៅក្នុងលបងទៀតដែលរត់តែបណ្ដាលឯណាមីនឹងកាន់តែខ្លាចដល់និយាយដែរថាស៊ូកុំទុកខ្ញុំនៅតែឯងចឹងអីនរណាក៏បានដែរជួយខ្ញុំផងសូរ៉ូលូហ្វីសាន់ជីអ៊ូស៊ុបជួយខ្ញុំផងហើយនៅពេលដែលណាមីស្រែកហ្នឹងមានភ្នែកមួយកំពុងតែសម្លឹងទៅកាន់នាងមើលទៅវាដូចជាសត្វបិសាចមិនក៏មិនដឹងចំពោះឯណាមីនៅពេលនោះគឺនាងកំពុងតែអង្គុយយំសក់ប៉ុន្តែបែរជាបានឮសំឡេងអ៊ូស៊ុបដែលនិយាយដែរថាហាសំឡេងអ៊ូស៊ុបឯងនៅណាចាប់ផ្ដើមញញឹមឡើងវិញហើយដោយសារតែនាងមកទីនេះមិនមែនតែឯងទេគឺមានជាមួយនឹងអ៊ូស៊ុបក៏ប៉ុន្តែនៅពេលដែលរត់រកអ៊ូស៊ុបហ្នឹងគឺថាតាក់ជើងដួលទៀតចង្រៃយកមែនតែនក្រោយពីដួលអញ្ចឹងណាមីនាងបានកលេចមើលទៅក្រោយហើយក៏បានឃើញជាមួយនឹងអាភ្នែកមួយហ្នឹងដែលបានមើលនាងណាប៉ុន្តែសត្វមួយហ្នឹងមើលទៅខ្ជូតនោះទេប៉ុន្តែណាមីបែរជាស្រែកថាស្អីគេកម្ពមាយៈកម្ពមាហ្នឹងគឺចាប់ផ្ដើមដោះស្នែងចេញមកហ្នឹងហើយមិនមែនដោះស្នែងទេគឺដោះជាមួយនឹងមុខបំពេញព្រឹងត្រុយចេញមកហើយគឺបានដេញវាប្រហារណាមីតែម្ដងណាមីហ្នឹងរត់ប្រាស់អាយុតែម្ដងដល់និយាយថាអ៊ូស៊ុបមកជួយខ្ញុំផងឲ្យលឿនឡើងមកហើយនៅខាងអ៊ូស៊ុបហ្នឹងគឺបានឮសំឡេងរបស់ណាមីដែរគាត់ក៏បានស្រែកដែរថាណាមីខ្ញុំនៅទីនេះឆាប់មកឲ្យលឿនឡើងមកនៅពេលដែលណាមីទៅជួបជាមួយនឹងអ៊ូស៊ុបហ្នឹងឃើញថាអ៊ូស៊ុបទទួលរងការវាយប្រហារអំពីបិសាចមួយដែរហើយអ៊ូស៊ុបស្រែកដែរថាណាមីជួយខ្ញុំផងណាមីនិយាយដែរថាអីគេខ្ញុំស្រែកឲ្យឯងជួយឥឡូវឯងឲ្យខ្ញុំជួយឯងវិញអីអ៊ូស៊ុបហើយអ៊ូស៊ុបអាបិសាចមួយហ្នឹងគឺជាបិសាចអីគេទៅខ្ញុំមើលវាមិនយល់នោះទេហាសត្វកម្ពមាហ្នឹងគឺដាំដេញវាប្រហារណាមីទៀតដែលណាមីអស់ជំរឿហើយនិយាយដែរថាឥឡូវនេះខ្ញុំក៏ជួបបញ្ហាដែរអ៊ូស៊ុបខ្ញុំត្រូវការដោះស្រាយបញ្ហាខ្ញុំមុនគាត់គឺបានដាស់ជាមួយនឹងស៊ូហើយអាលបងស៊ូហ្នឹងក៏ឆ្លៀតនិយាយទៀតថាណាមីដល់ពេលដែលញ៉ាំអីហើយមិនមែនយីគ្រោះថ្នាក់ប៉ុណ្ណាណីស៊ូគេញ៉ាំអីណាមីនិយាយដែរថាចេញមកលឿនមកចាំឲ្យពពកខ្មៅញ៉ាំឲ្យលឿនចេញមកស៊ូហើយស៊ូហ្នឹងគាត់មិនបានចេញពីលបងអីទេប៉ុន្តែគាត់ហ្នឹងគឺបានទៅបុកជាមួយនឹងមិត្តរបស់កម្ពមាគាត់គឺចាប់ផ្ដើមបញ្ចេញជាមួយនឹងកម្លាំងរបស់គាត់ពពកខ្មៅតែម្ដងនឹងបាញ់រន្ទះទៅកាន់សត្វកម្ពមាមួយនោះពួកខាងណាមីព្យាយាមខ្ទើសជាមួយនឹងសត្វកម្ពមាមួយនោះតតែវានឹងបុកជាមួយនឹងជញ្ជាំងធ្វើឲ្យណាមីធ្លាក់ទៅខាងក្រោមវាគឺបានធ្លាក់ទៅខាងក្រោមដែរប៉ុន្តែវាធ្លាក់ទៅពីលើអាសត្វឆ្មាឆក់ទាំងឆ្មាថែមទៀតជាចុងក្រោយហ្នឹងធ្វើឲ្យអាឆ្មាមួយហ្នឹងបានប្រឡែងអ៊ូស៊ុបចេញពីមាត់វាចំពោះឯកំពូលមនុស្សទាំងពីរនាក់ដែលខ្លាចងាប់ជាងគេនៅក្នុងរឿង One Piece ហ្នឹងគាត់គឺភ័យមែនតែនគិតថាអូបើសិនជាឆក់គាត់អីហ្នឹងគឺថាស្លាប់ហើយគ្មានរស់នៅទេក្រោយមកណាមីនិយាយដែរថាគាត់មានអារម្មណ៍ថាមិនសូវស្រួលទេអ៊ូស៊ុបនិយាយមិនទាន់ចប់ផងហ្នឹងសត្វឆ្មាហ្នឹងគឺដេញតាមអ្នកទាំងពីរវាប្រហារអ្នកទាំងពីរតែម្ដងហើយនៅពេលដែលពួកគេរត់បណ្ដើរហ្នឹងពួកគេសួរនាំគ្នាបណ្ដើរហេតុអីមកដល់ទីនេះទាំងដែលអ្នកទាំងពីរខ្លួនឯងហ្នឹងគឺគ្មានចម្លើយឲ្យគ្នាទៅវិញទៅមកនោះទេប៉ុន្តែពួកគេគឺព្យាយាមនឹកឃើញជាមួយនឹងគំនិតផ្សេងៗដើម្បីដោះស្រាយជាមួយនឹងបញ្ហាពេលនេះឧសុបនិយាយដែរថាតាមពិតទៅគាត់បានឃើញណាមីប៉ុន្តែគាត់ឃើញនៅក្នុងកញ្ចក់នោះទេគឺឃើញនៅពេលដែលណាមីដួលគាត់ចង់រត់ទៅរកណាមីដែរប៉ុន្តែគាត់រត់បុកកញ្ចក់ហើយណាមួយវិញទៀតនៅពេលហ្នឹងរងទទួលការវាយប្រហារអំពីអាសត្វឆ្មាយៈនឹងថែមទៀតដែលណាមីនិយាយដែរថាពួកគេមកដល់ទីនេះដោយវិធីណាក៏ពួកគេមិនដឹង
ហើយអ្នកទាំងពីរក៏បានគិតដូចគ្នាថាប្រហែលជាពួកគេស្វឹងហើយពួកគេកំពុងស្ថិតក្នុងសម្បត្តិរៀងៗខ្លួនតែដឹងពួកគេនឹងរត់តតែចោលផ្លូវតែម្ដងហើយឧសភនឹងគឺបាននិយាយដែរថាមិនអីទេណាមីទុកឲ្យខ្ញុំពាំងខ្ញុំគិតថាទីនេះគឺជាពិភពសុបិនតែប៉ុណ្ណោះគ្មាននោះទេត្រូវបានឆ្មានឹងវាយឡើងក្អួតឈាមតែម្ដងគិតខុសនឹងឯងក្រោយតែពីរងទទួលការវាយប្រហារអំពីសត្វឆ្មាមួយនឹងហើយនឹងឧសភធ្លាក់ទៅខាងក្រោមណាមីក៏ធ្លាក់ទៅខាងក្រោមឆ្មានឹងគឺធ្លាក់ទៅខាងក្រោមដូចតែគ្នានឹងមួយសន្ទុះក្រោយមកណាមីគឺនាងបានដឹងខ្លួនឡើងមកវិញបើកភ្នែកព្រឹមទាំងសើតែម្ដងនាងគឺបានសវេសវាព្យាយាមមើលឆ្វេងមើលស្ដាំដើម្បីរកឧសភក៏ប៉ុន្តែសម្លឹងមើលឃើញជាមួយនឹងក្រុងឆ្អឹងទៅវិញនាងនិយាយដែរថាហាឧសភបានខ្លាចទៅជាប្រុសទី2ហើយទេតើក៏ប៉ុន្តែឆ្អឹងលលាក្បាលហ្នឹងគឺចាប់ផ្ដើមធ្លាក់ពីខ្លួនរមៀលទៅបុកជាមួយនឹងឧសភដែលធ្វើឲ្យណាមីដឹងដែរថាឧសភហ្នឹងមិនទាន់ស្លាប់ទេប៉ុន្តែចូលទៅវាឧសភវាយកដោយនិយាយដែរថាឧសភកុំទុកឲ្យខ្ញុំនៅតែម្នាក់ឯងអីប៉ុន្តែសំឡេងមួយគឺបានដើរមកក្បែរពួកគេនោះគឺជាសត្វតយៈគ្មានទេគ្រាន់តែឃើញសត្វតយៈភ្លាមហ្នឹងណាមីនិយាយដែរថាមើលទៅចប់ហើយចប់គ្រប់យ៉ាងហើយអាចប់មកជុំនោះទេងុំទាញឧសភទៅបង្ហាញទៀតថាស៊ីវាទៅស៊ីឧសភទៅឧសភមានរសជាតិជាងខ្ញុំឧសភឯនេះវិញក្រោយពីឃើញណាមីធ្វើអញ្ចឹងហើយឧសភនិយាយដែរថាអើយណាមីធ្វើអញ្ចឹងទៅអីដោះខ្ញុំទៅខ្ញុំមិនទាន់ចង់ស្លាប់នោះទេណាមីនេះគឺបានឆ្លើយតបវិញថាបានហើយឧសភខ្ញុំសុំទោសផងហើយសត្វតបើឯងចង់ស៊ីឧសភទៅឧសភមានរសជាតិឈ្ងុយឆ្ងាញ់ជាងខ្ញុំក៏ប៉ុន្តែនៅពេលនោះឮសំឡេងរបស់ Luffy Zoro និង Sanji មកតែម្ដងដែលណាមីមានក្តីសង្ឃឹមឡើងវិញហើយក្រោយមកសត្វតមួយហ្នឹងបានខ្លាចទៅជាសត្វឆ្មាវិញក្រោយពីរងទទួលការវាយប្រហារពី Zoro Luffy ហើយនិង Sanji Zoro គាត់ក៏បានសម្លឹងទៅកាន់ Luffy សួរថាតើគិតមិនជាមួយនឹងអាសត្វឆ្មាមួយនេះចំពោះ Luffy បានឆ្លើយតបវិញថាគាត់អត់ដឹងថាគួរញ៉ាំវាអត់ទេដោយសារតែគាត់បានញ៉ាំសាច់ទន្សាយមុននេះបន្តិចអញ្ចឹងមិនបាច់ញ៉ាំនោះទេព្រោះតែថាសាច់ទន្សាយហ្នឹងគឺវាញ៉ាំទៅឆ្ងាញ់ទៅហើយប៉ុន្តែអានេះហ្នឹងមើលទៅដូចជាមិនឆ្ងាញ់នោះទេចំណែក Sanji ដើរទៅនិយាយលេងជាមួយនឹង Nami សួរថា Nami មិនអីទេអីតែ Nami ថានាងខ្លាចឧសភឯនេះវិញនិយាយដែរថាគ្មានអាណាសួរអញទេអីទៅមិត្តភក្តិអញ្ចឹងមែនឈឺប៉ុណ្ណឹងអត់មានណាមកជួយមើលសោះឧសភគាត់ក៏បានងើបឡើងតែម្នាក់ឯងហើយនៅពេលហ្នឹងសូរ៉ូសួរដែរថាតើពួកយើងគួរធ្វើអីបន្តព្រោះពេលនេះហ្នឹងជាដំបូងពួកយើងគួរតែស្វែងរកជាមួយនឹងសំពៅហើយនឹងសមុទ្រដើម្បីស្វែងរកសំពៅរបស់ពួកយើងឲ្យមើលឃើញហើយយើងក៏អត់ទាន់ដឹងដែរថាសមាជិកនៃក្រុមរបស់យើងមានបញ្ហាឬអត់នោះដែរ Luffy ចំពោះឯណាមីបានស្ដាប់អ្នកទាំងអស់គ្នានឹងនិយាយតាក់ទងជាមួយនឹងការញ៉ាំសត្វទន្សាយធ្វើដូចជាមានសុវត្ថិភាពណាមីនិយាយដែរថាអ្នកទាំងអស់គ្នាគិតថានៅតំបន់មួយនេះមានសុវត្ថិភាពមែនហើយខ្ញុំឯនេះវិញនឹងរងទុក្ខខ្លាំងណាស់ពួកឯងហិចលេងក៏មិនមកជួយខ្ញុំតាំងពីយូរណាស់សូរ៉ូបានឆ្លើយវិញថាតាមកពិតទៅនឹងត្រូវមកដល់ទីនេះយូរហើយប៉ុន្តែមកពី Luffy នឹងឯងគឺជាអ្នកទៅតាមប្រមាញ់ជាមួយនឹងសត្វទន្សាយដើម្បីយកមកញ៉ាំនោះឯងមូលហេតុអញ្ចឹងហើយទៅពួកគេមកយូរកុំអីនឹងមកដល់យូរណាស់ទៅហើយក្រោយមកហ្នឹងឧសភគាត់បានដើរទៅអង្គុយប៉ុន្តែគឺថាធ្វើឲ្យអាថ្មនៃច្រាំងហ្នឹងគឺបានបាក់ស្រុតចុះទៅខាងក្រោមទាំងតែទឹកមុខហ្នឹងគឺភ័យស្លេកស្លាំងក៏ប៉ុន្តែបើមើលទៅកាន់ Luffy ឯហ្នឹងគឺសប្បាយរីករាយមែនតើគាត់គឺបានបំពងខ្លួនរបស់គាត់ខ្លាចទៅជាបាឡូដើម្បីទ្រឧសភអីហ្នឹងឯងចំពោះឯ Sanji ហ្នឹងគឺរត់ទៅទ្រ Nami ដើម្បីឲ្យចុះមកមានសុវត្ថិភាពអីអញ្ចឹងទៅគឺថាពិតជាការពារបានល្អមែនតើខាង Luffy សម្លឹងមើលឆ្វេងស្ដាំចំណែក Nami ហ្នឹងគឺសម្លឹងមើលល្អិតល្អន់មែនតើជាមួយនឹងរបស់នៅជុំវិញខ្លួនរបស់នាងហើយឧសភបានលើកជាមតិដែរថាតើនៅពេលនេះហ្នឹងពួកគេអាចនៅកោះElbaf ដែរអត់ព្រោះអីពួកគេគឺបានស្លៀកសម្លៀកបំពាក់កោះ Elbaf ហើយ Luffy និយាយថាអីគេពួកយើងខ្លាចជាយៈមែននិយាយរួមទៅ Luffy គឺឡប់អញ្ចឹងតាំងពីដើមមកហើយក្រោយតែពេលនិយាយត្រូវគ្នាមួយចំនួនហើយហ្នឹងពួកគេក៏បានគិតដែរថាពួកគេក៏គួរតែសួរមនុស្សជុំវិញកោះមួយនេះផងដែរចង់ដឹងថាទីនេះគឺជាទីណាឲ្យប្រកាសពួកគេគឺចាប់ផ្ដើមនាំគ្នាស្រែកដែរថាតោះពួកយើងចេញដំណើរផ្សងព្រេងប៉ុន្តែសាច់រឿងគឺបានស្លេះតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាហើយ admin ក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនឹងការសម្រាយនៅក្នុងវីដេអូមួយនេះ